យើងនិយាយទិសដៅតិចអញ្ចឹង DTO គឺជា data transfer object ហើយ DAO គឺជា data access object បើសិនជាមែនតើយើងរៀនដល់ទៅមុខទៀតគេមានជា response ហើយនិង request មានការបោះទៅបោះមកអញ្ចឹងការបោះទៅបោះមកហ្នឹងគឺគេប្រើ DTO នឹងឯងហើយឧទាហរណ៍ថាយើង query ចេញពី database query ចេញពី database data យើងមិនមែនជា object ទេ data យើងជា string ជា int ជាអីហ្នឹងទៅយើងចាប់ទាំងអស់ហ្នឹងហើយបានសរុបចូលក្តោបមួយចូលមក object ហ្នឹងហើយអញ្ចឹងអាហ្នឹងគេហៅ data transfer object ហើយបានយក object ហ្នឹងទៅប្រើនៅកន្លែងណាផ្សេងទៀតហើយ data access object ហ្នឹងគឺអាចនិយាយបានថាជាពពួក CRUD អីហ្នឹងដែលអាចឲ្យយើងinsert delete update display ហ្នឹងអញ្ចឹងអាហ្នឹង concept data access object ហ្នឹងគេផ្ដោតទៅលើ loosely coupling មានន័យថា class ហ្នឹងអត់ depend on គ្នាទេវាដាច់ពីគ្នាអញ្ចឹងទីទៀតបានយើងមើលយល់អានេះគ្រាន់តែស្ដីតិចហើយនឹង code អូខេនេះ pattern វាតោះឥឡូវយើងចូល code អូខេអញ្ចឹងដំបូងយើងមានអីខ្លះយើងមានខ្ញុំបង្កើតពី student DAO មុនសិនតោះឥឡូវខ្ញុំបាយ package ទៀតខ្ញុំមាន package DAO ហ្នឹងទៅstudent DAO មក DAO ដាក់ student DAO ដែរហើយមួយទៀតខ្ញុំមានបង្កើត DTO វិញstudent DTO ទេតោះអញ្ចឹងយើងត្រូវដឹងថាតើ model របស់យើងនេះអានេះវាខុសពី model វាមាន logic ប៉ុន្តែ DTO គេអត់ទុក logic ទេដោយសារតែគេថាវាជា lightweight object មានន័យថាអត់មាន logic អីច្រើនទេមានតែ object detail ទេអូខេហើយវាប្រើអាហ្នឹងសម្រាប់ transfer តោះវាអាហ្នឹងគេហៅ workflow ហ្នឹងហើយតិចទៀតយើងធ្វើ final project ធ្វើអាហ្នឹងហើយមានគូ diagram គូអីដែរយើងចាំដែរយើងគូ diagram គូដើម្បីធ្វើ database ផ្សេងប៉ុន្តែបើ program យើងផ្សេង work គេហៅហ្នឹងហើយខុសគ្នាគេហៅ workflow អាហ្នឹងថា user ចេញពីមួយទៅមួយចូលទៅណាទៅណីអញ្ចឹងទៅតោះអូខេឥឡូវយើងមានជា DTO data transfer object អញ្ចឹងយើងមានគេ student យើងមាន in id អញ្ចឹងទៅ string name យើងដាក់ពីហ្នឹងណាអញ្ចឹងវាអត់មាន logic អីទាំងអស់វាមានតែធម្មតាទេអានេះច្រឡំដាក់ class ដើម្បី interface អញ្ចឹងគេថាអាហ្នឹង loosely coupled មានន័យថាវា class ហ្នឹងគឺអត់រំពឹងគ្នាទេហ្នឹងហើយជា abstract class អញ្ចឹងខ្ញុំនឹងបង្ហាញថាវា useful យ៉ាងម៉េចអូខេអញ្ចឹងខ្ញុំដាក់ដដែលខ្ញុំដាក់ insert student អញ្ចឹងទៅ insert void insert student យើងមើលតាម diagram នេះអានេះ void នេះ list តោះអញ្ចឹង student អូខេ list នៃstudent DTO ខ្ញុំដាក់ get all student អូខេ import អូខេអញ្ចឹងអានេះដូចដាក់អូខេតោះអូខេឥឡូវយើងមាន DTO និង DAO ហើយតើយើងប្រើមិនអូខេអញ្ចឹងយើងបង្កើត class មួយទៀតយើងដាក់student DAO ខ្ញុំដាក់ DAO v1 ណា v1 implement I MPL អូខេអញ្ចឹងអាហ្នឹង v1 មាន version 1ណាអូខេអញ្ចឹងឥឡូវយើងចង់ប្រើជាមួយនឹង DAO យើងប្រើមិនអញ្ចឹងយើងត្រូវការ implement ចេញពី student interface មួយអូខេ student DAO ហើយយើង override មកអូខេអញ្ចឹងយើង override ឥឡូវខ្ញុំបង្កើត input មួយនៅនេះទៅស្រួលអូខេscanner input ហើយខ្ញុំដាក់ return new scanner អញ្ចឹងទៅ
okay ចឹង user ដំបូងមិនឲ្យ input លេខ ID និង name តែឥឡូវខ្ញុំដាក់ string name ស្មើនឹង input ដែលយើងបានបង្កើតដក next line ហើយមួយទៀតplate នេះ in ID ស្មើនឹង input ដក next in អូខេចឹងយើងសរសេរ description មកថា enter គេ enter ID យ៉ាងទៅអូខេអានេះ enter name អូខេអញ្ចឹងយើងបាន insert student មួយហើយអញ្ចឹងយើងត្រូវការមានតែកន្លែងនេះយើងត្រូវការ list នៃ student មួយទៀត list នៃ student DTO អូខេហើយយើងបង្កើត constructor ដូចមិញដែរមកគេយើងបង្កើត object ដូចមិញហើយយើងដាក់ list ស្មើនឹង new array list មកpublic អូខេអញ្ចឹងកន្លែងនេះយើងបាន input មួយហើយអញ្ចឹងយើង input ហើយយើងចូលទៅណាយើងមិនត្រូវ add ចូល list អញ្ចឹងយក list របស់យើង add ចូលខ្ញុំបង្កើត student មួយទៀតមក student DTO ហើយយើងដាក់ ID ហើយនឹង name ចូលមកហើយយើងបង្កើត constructor វិញអូខេកន្លែងនេះ this.id ស្មើ ID ទៅស្មើ name អូខេអស់គេអញ្ចឹងហើយយើងយក ID ហ្នឹងមកដាក់មកនេះ student នេះឡំ ID អូខេចា៎នេះយើងបាន insert មួយហើយតាក់ទងនឹងអានេះគេហៅ concrete class នេះអានេះអា class ដែល implement ចេញពី student DEO ណាអញ្ចឹងគេនិយាយថាអាហ្នឹងវាកាត់បន្ថយការtightly couple មានន័យថាអា class ដែល depend on គ្នាហ្នឹងអញ្ចឹងឥឡូវអត់មើល depend on គ្នាមិនឥឡូវខ្ញុំទៅសិនអូខេអញ្ចឹង get all ខ្ញុំយក list ហ្នឹងមកវិញម្ដងទៀតអូខេអញ្ចឹងនៅក្នុង main យើងប្រើតែ student ខ្ញុំប្រើ student DEO ទៅជា super class អូខេខ្ញុំដាក់ស្មើនឹង new student implement v1 យើងបានបង្កើតមិញហ្នឹងអានេះ super class របស់ student implement ណាយល់ទេតោះប៉ុណ្្នឹងសិនហ្នឹងហើយអញ្ចឹងអានេះ super class អានេះកូន class អញ្ចឹងដាក់បានហើយតោះអញ្ចឹងយើងយក student ដាក់ insert ហើយ student ហ្នឹងដកget application ហើយ get student អញ្ចឹងកន្លែងនេះយើងឧទាហរណ៍ថា application program របស់យើងណាមានតែពីរ function ហ្នឹងទេទី1 insert ទី1 get all ឧទាហរណ៍សិនណាអូខេតោះអូខេអញ្ចឹងឥឡូវខ្ញុំ run program របស់យើងអូខេអញ្ចឹងខ្ញុំ enter ID លេខ1ឈ្មោះមួយអក្សរអត់ display ផ្លេច display កន្លែងនេះអត់ទាន់យើង add ហើយយើងអត់ display អូខេទៅមើលម្ដងទៀតអូខេ display អានេះ return list អូខេយើង display ក្នុងនេះមក for each ក្នុងនេះមកអូខេតោះចាំម្ដងទៀតអូខេអញ្ចឹង version 6យើងអាចវាយតាមអក្សរបានអត់នេះទៀតto string អូខេអញ្ចឹងខ្ញុំមិនភ្លេចដាក់ to string អញ្ចឹងវាចេញជា reference របស់ object នឹងមកអញ្ចឹងខ្ញុំអូខេដាក់ to string តោះអូខេខ្ញុំដាក់ ID លេខ1ហើយឈ្មោះមួយអក្សរអូខេអញ្ចឹងវាចេញដូចអីដែលយើងមកវាយនេះចានេះ application របស់យើងមួយណាអូខេអញ្ចឹងខ្ញុំឧទាហរណ៍ថា ហេតុផលអីបានគេប្រើ DEO ហ្នឹងអញ្ចឹងគេថា loosely couple តែខ្លះវាអត់រំពឹងគ្នាតោះចាឥឡូវខ្ញុំបង្កើតឲ្យមួយទៀតថាវាអត់រំពឹងគ្នាមិនគេចុះកន្លែងនេះ student DEO v2 វិញខ្ញុំដាក់ v2 ណា IMPL implement អូខេអញ្ចឹងខ្ញុំ copy ពី v1 មកវិញពី version 1របស់ខ្ញុំមកវិញ
màដាក់ v2 okប៉ុន្តែនេះខ្ញុំដាក់ v2 កន្លែងនេះ override ខ្ញុំទៅ implement មួយ class DTO មិនដែរអូខេចានេះ v2 អញ្ចឹងមិញ v1 ខ្ញុំដាក់តាមអក្សរចូលចុះបើសិនជាខ្ញុំចង់ validate ខ្ញុំ validate នេះ version 2អូខេអញ្ចឹងឥឡូវខ្ញុំដូរកន្លែងនេះមកខ្ញុំដាក់ string string ដាក់ input validation ចឹងទៅ validation អូខេអញ្ចឹងខ្ញុំដាក់string name ចឹងទៅហើយ val true បើសិនជា name ហ្នឹងអូខេឥឡូវឲ្យគេ input សិនname ស្មើ new scanner system dot in dot next line បើសិនជា name ហ្នឹងវាធំជាងតូចជាង3ទៅជាង3មានតែ4ណា return name គេដកឡើងអូខេអញ្ចឹងយើងបាន validation មួយអញ្ចឹងកន្លែងនេះខ្ញុំដាក់input ID ធម្មតាហ្នឹងហើយកន្លែងនេះខ្ញុំ validation អញ្ចឹង structure របស់យើងគឺដូរតែអត់ validation ទៅ validation នេះហើយចុះយើងថា lossily couple class independent អញ្ចឹងអីដែលយើងត្រូវកែយើងកែ2 version ឃើញ version 1យើងនៅ keep ដដែលអត់ keep ដដែលណា version 2បានយើង update ថាអូខេឥឡូវខ្ញុំចង់ validation ឲ្យវាអក្សរហ្នឹងឲ្យធំជាង3ដាច់ខាតអញ្ចឹងខ្ញុំដូរអីដែលខ្ញុំត្រូវដូរខ្ញុំមានដូរឲ្យច្រើនទេខ្ញុំដូរនេះទៅ v2 application យើងនៅដដែលឃើញអត់ application យើងនៅដដែលនេះឧទាហរណ៍ថា program យើងទៅសេឲ្យយូរឆ្នាំអីចឹងណាថាយើងទៅសេបានច្រើនហ្នឹងទៅអូខេអញ្ចឹងយើងអត់មានកែ structure code របស់យើងទេយើងដូរតែ version ទេអូខេអញ្ចឹងយើងមកដល់ file នេះខ្ញុំដាក់លេខ1ខ្ញុំដាក់ម៉ាសអូខេអានេះនៅចូលដដែលយើងហៅអីនេះstudent v2 click ទៅមើលក្នុង class សិនយើងខុសអីបើសិនអូវាតូចជាង3ធំជាង3អន្តរាហេតាចាំម្ដងទៀតខ្ញុំដាក់លេខ1ខ្ញុំវាយមកអក្សរវាអត់ឲ្យទៅ2អក្សរអត់ឲ្យទៅ3ក៏អត់ទៅញ៉ាំតោះដាក់4ញ៉ាំតែអីដែលយើងដូរតែកន្លែង main នេះទេកន្លែង main នេះ structure មួយនេះដូរតែ version ទេយើងចង់បកទៅ version មួយយើងដូរតែលេខ1មកអត់បានកែ process របស់យើងទាំងអស់ទេយើងបែងចែកជា2ណាអូខេប៉ុណ្ណឹងតន់ទេយីមេងអីភ្នែកចឹងណាតោះប៉ុណ្ណឹងសិនឥឡូវយកតែ concept សិនមិនតន់យល់ code ទេ code ចាំមើលតាមក្រោយយក concept ណាហ្នឹងហើយ interface ពពុះ interface ណាអូនេះជា process របស់យើងនេះយើងមាន student DEO ហើយនឹង DEO implement ហើយយើងប្រើតាមហ្នឹងទៅតន់ប៉ុណ្ណឹង concept អូខេសិនសង្ខេបតាំងពី MVC មកវិញហ្មងអញ្ចឹង MVC គឺជាអញ្ញបានថាជា pattern មួយវាមិនមែនជាតម្រូវឲ្យស្អីចឹងទេតែវាជា pattern មួយដែល model ជាអ្នកទុក field ហើយនឹង logic model field ហើយនឹង logic ហើយបើសិន controller ជាអ្នក interact between model ហ្នឹងហើយនឹង view ហើយ view ជាអ្នកទទួល user input និង output ហើយបើយើងឧទាហរណ៍ដូចម្ដងទៀតឧទាហរណ៍ទៅនឹង restaurant មួយចឹងទៅយើងចូលទៅអ្នករត់តុយើងទៅឲ្យជួបអ្នករត់តុអញ្ចឹងអ្នករត់តុគឺជា controller គាត់អត់មានធ្វើម្ហូបគាត់អត់មានអីទាំងអស់គាត់យក view របស់យើងគាត់យក view ហ្នឹងអា menu ថាមានមុខម្ហូបអីខ្លះហ្នឹងណាអាហ្នឹងហៅ menu ហ្នឹងហើយអញ្ចឹងយើងយកឧទាហរណ៍ថាយើង order ឆាខ្ញីអញ្ចឹង order ឆាខ្ញីយើងគ្រាន់តែចុចលើឆាខ្ញីហ្នឹងទៅអាឆាខ្ញីហ្នឹងនឹងទៅប្រាប់ controller ហ្នឹងហើយ controller ហ្នឹងនឹងយកទៅប្រាប់ model អញ្ចឹង model គាត់នឹងរៀបចំឲ្យថាគាត់មានអីខ្លះទៅរៀបចំគ្រឿងរៀបចំអីចឹងទៅរៀបចំឲ្យរៀបចំហើយគាត់នឹងបោះឲ្យ controller វិញបោះ controller controller ហ្នឹងនឹងយកមកឲ្យយើងវិញហើយយើងហ្នឹងបើសិនជាក្នុង code
mình vô mà hôm nâng mà ao gì bo chia ví dụ qua dương chỉ output ở dương mà bình như lại nâng này ok nắng mùi mùi tiết đó đi thì ô nâng đi ê ô đi thì ô nâng đi ô nâng cứ chia pattern process mỗi này bên tay chia lẹt là process tui tệ vì mình thua ca lớp structure thông tệ còn là theo với cắt và thôi chỉ lẹt là loosely coupling miền này theo class nâng up depend on class mỗi này thì này class nâng up depend on class mỗi này thìបើសិនជាយើងប្រើ class តែមួយឧទាហរណ៍ណាឧទាហរណ៍ថាខ្ញុំអត់មាន student ដែល implement នេះ student ដែល interface នេះទេខ្ញុំបង្កើតមកដល់ខ្ញុំបង្កើត V មួយយកមកប្រើហ្មងឧទាហរណ៍ខ្ញុំបង្កើតអា version មួយយកមកប្រើហ្មងហើយនៅក្នុង main របស់ខ្ញុំអត់មានអា student នេះទៀតខ្ញុំដាក់ចេះ student V មួយដែរអញ្ចឹងខ្ញុំដាក់ student V មួយចឹងដែរឧទាហរណ៍តែខ្ញុំដូរ version 2 version 2ដូរអត់បានទេដោយសារតែ class ហ្នឹងវា depend ខ្លួនវាតែបើយើងដាក់ student DO នេះមានន័យថាវាជា super class របស់ student ដែល V1 V2 ក៏ដោយ V ម៉ានក៏ដោយបើសិនយើងមាន version ច្រើនទៀតយើងយកតែអា class interface ហ្នឹងយកទៅ implement ហើយដូរ structure របស់វាទៅយើងប្រើបានតទៀតហើយឃើញដូចឡើយនេះខ្ញុំអត់ដូរអីទេខ្ញុំចង់បាន version 1ខ្ញុំដាក់ version 1ខ្ញុំចង់បាន2 2អត់ error ទេឃើញតើខ្លះយីរ៉ូមកហ្នឹងគឺ structure polymorphism កន្លែងហ្នឹងហើយព្រោះ interface វាមួយគ្នាវាជា super class មួយគ្នាអញ្ចឹងយើងចង់ដាក់មួយណាក៏បានដែរហ្នឹងហើយតែមេរបស់វាមកហើយ method វាមានដូចគ្នាដោយសារតែអ្នក implement ពីវាហ្នឹងគឺ force implement ហើយ implement method ណាអូខេតោះប៉ុណ្ណឹងមានន័យឆ្ងល់ទៀតទេហើយសួរអស់ DTO DTO អញនិយាយបានថាជាបើនិយាយទៅជាពុំគំរូមួយចឹងទៅថាយើង student យើងមានឯខ្លះមាន ID មាន name ចឹងទៅ DTO ផ្សេងហ្នឹងមិនដូច model ណា model ផ្ទុកទាំង logic ក្នុងហ្នឹងទៀតប៉ុន្តែសួរអាពីរហ្នឹងប្រើមួយគ្នាបានទាំង MVC ហើយនិង DTO DEO ហ្នឹងគេប្រើមួយគ្នាក្នុង Spring គេយកអាហ្នឹងប្រើមួយគ្នាដើម្បីឲ្យវាកាន់តែងាយស្រួលព្រោះយើងដឹងហើយថា MVC everything នៅក្នុង model ទាំងអស់អញ្ចឹងបើសិនជាយើងចង់ update version ឬក៏យើងចង់ update ធ្វើអីឲ្យខុសពីអា version 1យើងត្រូវបង្កើត class ថ្មីមកហើយយើងត្រូវដូរ structure អីច្រើនអញ្ចឹងបានគេបង្កើតរបស់ហ្នឹងមកដើម្បីប្រើមួយគ្នាបានអញ្ចឹង concept ពីរហ្នឹងអាចប្រើមួយគ្នាបាន MVC ហើយនិង DTO DEO គេប្រើមួយគ្នាបើនៅក្នុង Spring ពេលដែលយើង send request ឬក៏ទទួល request អីមកវិញហ្នឹងអាហ្នឹងគេហៅ DTO យើងបោះទៅយើងបោះជា object យើងមិនយើងបោះទៅ Spring យើងមិនបោះយើងទទួលពី database យើងមិនទទួលជា object ទេថាយើងទទួលរបស់ហៀដូចថា ID ផ្សេង name ផ្សេងទៅអញ្ចឹងយកមកកដោបវាចូលជា DTO មួយ data transfer object យកអានឹងទៅកដោប object ហើយបានយើង add វាចូល list យើងយកទៅ display យកអីទៀតយើងអាចយក data រាយហ្នឹងយកទៅធ្វើការតទៀតបានហើយដល់យើងចង់ display យើងចង់អីអញ្ចឹងយើងបាក់ loop យើង loop មិនកើតបើ data វារាយគ្នាហ្នឹងDO និង DTO ហ្នឹងវាប្រើនៅលើតែរបស់មិនចឹងយើងអាចមាន people យើងអាចមាន student teacher យ៉ាងទៅនិយាយរួមទៅអត់បដោតទៅលើរបស់ហើយគាត់ថា concept កន្លែងហ្នឹងគេដាក់ loosely coupled នេះចឹងទៅមានថា class ហ្នឹងអត់ពឹងនៅគ្នាទេឧទាហរណ៍ថាយើងធ្វើ project ធំអីចឹងទៅ project app មួយចឹងទៅអញ្ចឹងបើយើងចង់ update version សួរថាយើងចង់ទៅកែ version 1គេពងប្រើហ្នឹងឬក៏មិនយើងមិនត្រូវបង្កើត version 2មកកែនៅក្នុង version 2ហើយទុក version 1ចោលសិនតោះតែយើង version 2 OK ហើយបានយើងយក version 2ហ្នឹងយកទៅដាក់ចូលអាហ្នឹងវាអាច level ទៅឥឡូវ level នៅក្នុង model វាជាកន្លែង handle operation មួយយើងអាចយកអា DAO ហ្នឹងយកទៅធ្វើលើ operation DAO ធ្វើ operation អត់
Right. មានន័យថាobject មួយហ្នឹងវាមាន DAO មួយហើយ object ហ្នឹងមាន DAO មួយហា object DAO ឧទាហរណ៍ student DAO ហ្នឹងវា handle operation របស់ student ហ្នឹងទាំងអស់មកចឹង ហ្នឹងហើយអា DAO ហ្នឹង handle របស់ student ទាំងអស់ DTO ហ្នឹង ពេលចូលទីហោមុនណាមុននៅ MVC មុនណាវាមានអីគេ អូ model ជាអ្នក handle logic ហ្នឹងមែន បាទ អាហ្នឹងយើងអាចនិយាយចូលគ្នាបានវា concept ពីរផ្សេងគ្នាហ្មងអាចនិយាយចូលគ្នាបានទេ model នៅក្នុង MVC វាអាចផ្ទុក logic បានប៉ុន្តែក្នុង concept DTO ដោយសារតែវា lightweight មានន័យថាខ្លួនវាស្រាលអត់មានទុកអីក្រៅពី field របស់វាទេវាទុកសម្រាប់ transfer object ទៅវិញទៅមកអញ្ចឹងគឺអត់មាន logic ក្នុងហ្នឹងទេ អញ្ចឹងពេលយើងចង់ operation ឧទាហរណ៍ឥឡូវយើងមាន model មួយដែលឲ្យ update ឈ្មោះសិស្សឧទាហរណ៍អញ្ចឹងយើងមាន class មួយដែលថា update អញ្ចឹងទៅដល់ពេលហើយវា access DAO មួយមែនទេ អត់ access DTO ហ្នឹងទុកចោលហ្មងអត់មានធ្វើអីអត់មានអីហ្នឹង DTO ហ្នឹងខ្ញុំយល់តែ DAO អូ DAO យំទុកធ្វើ process ហ្មង process ទាំងអស់នៃ DTO មួយហ្នឹងហ្មង អញ្ចឹងមានន័យថាឲ្យនៅក្នុង model យើងហ្នឹងឧទាហរណ៍ទី1ដែលច្រើនធ្វើអត់ត DAO ហ្នឹងយើង replace DAO ហ្នឹងមក ណែបើនិយាយស្រួលស្ដាប់ប៉ុន្តែបើអានេះខ្ញុំសំខាន់តិចបើថាបើសិនជាយកអាពីរហ្នឹងមកប្រៀបធៀបហ្មងគឺប្រៀបធៀបអាការដែរវាជា pattern ផ្សេងគ្នាអញ្ចឹងណាអាហ្នឹងមួយប៉ុន្តែបើយើងនិយាយឲ្យងាយស្រួលស្ដាប់វិញអញ្ចឹង DAO វាដើរតួដូចជា view ផងជា controller ផងតែប៉ុណ្្នឹងហើយវាក៏មានផ្នែកមួយក្នុង model ដែរវាគិតទាំង logic វាគិតទាំង view វាគិតជាអ្នក interact ជាមួយនឹង object អញ្ចឹងមានបើយើងប្រើ MVC pattern យើងមាន3 package ហ្នឹងហើយ តែបើយើងប្រើ DAO DTO នេះមានតែ2 package មានតែពីរឯង ទៅពេល final project យើងប្រើណាចឹង final project ហ្មងគេប្រើនឹងលាយគ្នាតែពីរនឹងលាយគ្នា អញ្ចឹងមានន័យថា DAO ហ្នឹងវាទៅថាឥឡូវ final project យើងមាន3 package ហ្នឹងហើយ ពេលយើងប៉ុន្តែយើងត្រូវបង្កើត2 package ទៀតសម្រាប់ដាក់ DAO DTO ឬមួយក៏យើងយក DAO ហ្នឹងដាក់ចូលទៅក្នុងដាក់ចូលទៅក្នុង ឈប់មួយទៀតពេលដែលយើងប្រើមួយគ្នាហ្នឹងមិនមែនមានន័យថាត្រូវតែមាន DTO ហើយត្រូវតែមាន model ក្នុងហ្នឹងមួយទៀតទេយើងមិនបាត់ចោលយើងមិនបាត់ណាចឹងបើមែនតែនទៅវាមានបើសិនជាយើងប្រើវាមានDTO ហើយ DTO controller ហើយនឹង DAO ហ្នឹងហើយវាយើងមិនបាត់ចោល controller ហ្នឹងយើងអាចដាក់ DAO ក្នុងហ្នឹងដែរ controller ហ្នឹងហើយ controller មាន DAO ហើយយើងយក controller ហ្នឹងហៅ DAO មកប្រើវិញយកមកគិត logic វិញហ្នឹងហើយ DAO ហ្នឹងគេមាន DAO implement ទៀត អញ្ចឹងមានន័យថាបើសិនជាយើងធ្វើមក package ចោលអញ្ចឹងcontroller ហ្នឹងវាប្រើ DAO ដែរប៉ុន្តែរបៀបជា controller ណាមានន័យយក DAO ប្រើក្នុង controller បាទប៉ុន្តែដល់ពេលpackage DAO ហ្មងយើងប្រើវាជារបៀបដូច model វិញថាអញ្ចឹង package ហ្នឹងហើយដូចជា model ដែលគិតតែ logic ទេអត់ handle field ទេត model ដែលយើងរកដងនេះគឺមានតែ field ធម្មតាទៅបន្ទាប់មកនៅក្នុង view DTO ទៅអញ្ចឹងview DTO view នៅក្នុង DAO ដដែល DAO ហ្នឹងហើយយើងប្រើមួយ controller